ស្រូវពលអំបិលមានរោគសញ្ញាអ្វីខ្លះដើម្បីបង្កើនភាពធន់របស់ដើមស្រូវចំពោះគ្រោះរាំងស្ងួតនិងជាតិប្រៃតើត្រូវអនុវត្តវិធីកសិកម្មបែបណាខ្លឹមសារជាក់ស្ដែងនឹងត្រូវបានសាស្ត្រាចារ្យបណ្ឌិតមានបាវែណែនាំលម្អិតសួស្តីបងប្អូនកសិករនិងប្រិយមិត្តទាំងអស់ដែលកំពុងទស្សនាកម្មវិធីខ្ញុំនឹងណែនាំនៅវិធីការមួយចំនួនដើម្បីបង្កើនភាពធន់គ្រោះរាំងស្ងួតនិងជាតិប្រៃសម្រាប់ស្រូវបងប្អូនបានជ្រាបហើយថាពេលស្រូវត្រូវពុលដល់អំបិលសញ្ញាបង្ហាញដំបូងរបស់វាគឺកង្វះទឹកដោយសារទឹកប្រៃនៅក្រោមឫសនឹងធ្វើឲ្យឫសស្រូវមិនអាចស្រូបយកទឹកសាបបានម្ល៉េះហើយនៅពេលថ្ងៃត្រង់បងប្អូននឹងឃើញស្លឹកស្រូវរួញដោយសារមិនអាចស្រូបយកទឹកបាននេះជាយន្តការការពារដោយស្វ័យប្រវត្តិនៃដំណាំស្រូវព្រោះស្លឹកស្រូវរួញរមូលដើម្បីកាត់បន្ថយការបាត់បង់ទឹកដោយចំហាយឬស្រូវមិនអាចស្រូបយកទឹកបានហើយផ្នែកខាងលើត្រូវខ្សោះទឹកដោយចំហាយជាបន្តបន្ទាប់នោះដើមស្រូវច្បាស់ជាងាប់ជាមិនខានដោយយល់យ៉ាងនេះស្លឹកស្រូវក៏រមូលដើម្បីការពារខ្លួនឯងប៉ុន្តែមួយរយៈពេលក្រោយមកជាធម្មតាប្រហែលមួយថ្ងៃសញ្ញាពុលដោយសារខ្វះទឹកនឹងបាត់ទៅដោយសារនៅពេលនេះទឹកប្រៃបានបៀមចូលទៅក្នុងឫសស្រូវហើយឬស្រូវបៀមទឹកប្រៃនឹងចាប់ដើមស្រូបទឹកដូច្នេះសញ្ញាបង្ហាញនៃការខ្វះទឹកនឹងបាត់ទៅប៉ុន្តែនៅពេលដែលដើមស្រូវបៀមទឹកប្រៃហើយមានន័យថាដើមស្រូវនឹងពុលអំបិលដូច្នេះដើមស្រូវពុលអំបិលលេខសញ្ញាបង្ហាញយ៉ាងដូចម្ដេចពុលគឺស្លឹកស្រូវនៅជ្រាយទាំងសងខាងត្រូវឆេះស្ងួតជាពិសេសនៅចុងស្លឹកក៏ឆេះស្ងួតដែរជាដំបូងបងប្អូននឹងឃើញថារោគសញ្ញាហាក់ដូចជាខ្វះប៉ូតាស្យូមប៉ុន្តែការខ្វះជាតិប៉ូតាស្យូមនឹងឆេះតែចុងស្លឹកចាស់ៗប៉ុណ្ណោះតែករណីពុលអំបិលវានឹងឆេះលើស្លឹកហ្វង់ទាំងពួងនៃដើមស្រូវដោយសារពុលអំបិលស្លឹកខ្ចីទៅរងផលប៉ះពាល់ខ្លាំងជាងគេមួយរយៈពេលក្រោយមកបងប្អូននឹងឃើញថាដើមស្រូវបង្ហាញរោគសញ្ញាខ្វះសារធាតុចិញ្ចឹមព្រោះជាតិសូដ្យូមមាននៅក្នុងទឹកប្រៃហើយជាតិសូដ្យូមនេះឯងនឹងរារាំងដើមស្រូវស្រូបយកអាសូតប៉ូតាស្យូមនិងកាល់ស្យូមព្រោះជាតិទាំងនេះជាអ៊ីយ៉ុងវិជ្ជមានដូចគ្នាម្ល៉េះហើយអំបិលសូដ្យូមរារាំងនៃការស្រូបយកសារធាតុចិញ្ចឹមសម្រាប់ដើមស្រូវរោគសញ្ញានៃការខ្វះសារធាតុចិញ្ចឹមដូចជាអាសូតនិងប៉ូតាស្យូមនឹងលេចឡើងនៅលើស្លឹកចាស់ៗម្យ៉ាងទៀតក្លរីននៅក្នុងអំបិលផ្ទុកអ៊ីយ៉ុងអវិជ្ជមានដូច្នេះវារារាំងដើមស្រូវពីការស្រូបយកហ្វូស្វ័រព្រោះហ្វូស្វ័រក៏ជាអ៊ីយ៉ុងអវិជ្ជមានផងដែររុក្ខជាតិដែលមិនទទួលបានសារធាតុចិញ្ចឹមនឹងបង្ហាញរោគសញ្ញាកង្វះអាហារូបត្ថម្ភលើដំណាំស្រូវដែលពុលអំបិលធម្មតាបងប្អូនស្មានថាដីរបស់យើងខ្វះសារធាតុចិញ្ចឹមនេះមិនមែនជាការពិតនោះទេវាគ្រាន់តែជាការពុលអំបិលរារាំងដើមស្រូវស្រូបយកសារធាតុចិញ្ចឹមដែលមាននៅក្នុងដីដើម្បីដោះស្រាយរាល់ផលវិបាកខាងលើតើបងប្អូនត្រូវធ្វើអ្វីខ្លះជាបន្តទៅនេះជាវិធានការដែលខ្ញុំស្នើឲ្យបងប្អូនដោះស្រាយជាលំដាប់ឲ្យដើមស្រូវរបស់ខ្លួនទី1ធ្វើយ៉ាងម៉េចឲ្យដើមស្រូវមានទឹកសាបច្រើនដើម្បីស្រូបយកដូចដែលបងប្អូនបានដឹងហើយថាទឹកនៅក្នុងប្រឡាយនឹងស្រះជួនសាបជួនប្រៃពេលខ្លះបងប្អូនភ្លេចចាប់អារម្មណ៍ហើយបូមទឹកប្រៃចូលស្រែនោះដើមស្រូវនឹងមានរោគសញ្ញានៃការពុលអំបិលប្រការនេះបងប្អូនត្រូវប្រើឧបករណ៍វាស់ទឹកប្រៃដើម្បីពិនិត្យទឹកក្នុងប្រឡាយនិងស្រះបើទឹកនោះជាទឹកសាបត្រូវប្រញាប់ដេញទឹកប្រៃដោយបង្ហូរចេញពីស្រែហើយបូមទឹកសាបចូលមានករណីដែលទឹកនៅខាងក្រៅមិនសាបទាំងស្រុងប៉ុន្តែជាតិប្រៃទាបជាងជាតិប្រៃនៅក្នុងស្រែមូលហេតុដែលទឹកក្នុងស្រែមានជាតិប្រៃខ្ពស់គឺដោយសារដំណើរការហួតទឹកប្រហែល4ឬ5កែវក្នុងមួយថ្ងៃធ្វើឲ្យជាតិប្រៃក្នុងស្រែកើនឡើងដោយសារភាពប្រៃនៃទឹកខាងក្រៅក្នុងទន្លេប្រឡាយឬស្រះទឹកមានកម្រិតទាបបងប្អូនអាចបញ្ចេញទឹកប្រៃក្នុងស្រែរួចបង្ហូរទឹកប្រៃកម្រិតទាបជាងនៅខាងក្រៅជំនួសវិញវិធីណាក៏ដោយជាតិប្រៃទាបនឹងកាត់បន្ថយការពុលអំបិលរបស់ដំណាំបានយ៉ាងច្រើននោះជាប្រការទី1ដែលបងប្អូនត្រូវយកចិត្តទុកដាក់ទី2បងប្អូនត្រូវរាំងខ្ទប់ជាតិជូរអាស៊ីតនៅក្នុងដីជាបន្ទាន់
បងប្អូនដឹងហើយថាដីនៅតំបន់សណ្ដោទន្លេមេគង្គមានសារធាតុជូរគ្រប់ទីកន្លែងក្នុងស្ថានភាពទឹកសាបសារធាតុជូរមិនឥទ្ធិពលច្រើនដល់ការបំផ្លាញដំណាំស្រូវទេប៉ុន្តែនៅពេលដែលដីមានជាតិប្រៃវានឹងរុញច្រានសារធាតុជូរនៅក្នុងដីចេញទៅក្រៅដូច្នេះជាតិជូរនឹងបំពុលដើមស្រូវរបស់យើងដូច្នេះហើយនៅពេលនេះដើមស្រូវត្រូវពុលដល់អំបិលផងនិងពុលដោយសារសារធាតុជូរទៀតផងដូច្នេះបងប្អូនទៅប្រើជីសញ្ញាក្បាលក្របីកម្ចាត់ប្រៃនិងជូរដើម្បីព្យាបាលស្រូវពុលដោយសារធាតុជូរដាក់ជីប្រមាណ5ទៅ10គីឡូក្រាមក្នុង 1A 1000 ម៉ែត្រការ៉េបងប្អូនក៏អាចប្រើកំបោរពី20ដល់30គីឡូក្រាមក្នុង 1A 1000 ម៉ែត្រការ៉េដើម្បីកាត់បន្ថយជាតិពុលនៃដែកនិងអាលុមីញ៉ូមនៅក្នុងដីប្រៃនេះជារបៀបដែលយើងទប់ស្កាត់ជាតិជូរនៅក្នុងដីដូចខ្ញុំបាននិយាយខាងលើបើដីមានជាតិប្រៃវានឹងខ្វះសារធាតុចិញ្ចឹមព្រោះអំបិលរារាំងស្រូវស្រូបសារធាតុចិញ្ចឹមនៅក្នុងដីដូច្នេះហើយអាស្រ័យទៅលើដំណាក់កាលនៃដំណាំស្រូវបងប្អូនអាចប្រើជីសញ្ញាក្បាលក្របីសម្រាប់ស្រែស្រូវបង្គាដើម្បីផ្ដល់ជីវជាតិជំនះការខ្វះខាតសារធាតុចិញ្ចឹមឲ្យដំណាំស្រូវក្នុងដីប្រៃនេះបើដើមស្រូវនៅតូចប្រហែល7ទៅ10ថ្ងៃក្រោយពីសាបព្រោះហើយត្រូវពុលអំបិលបងប្អូនអាចដាក់ជីសញ្ញាក្បាលក្របីសម្រាប់ស្រែស្រូវបង្គាប្រហែល8គីឡូក្រាមក្នុង 1A 1000 ម៉ែត្រការ៉េនៅពេលដែលដំណាំស្រូវស្ថិតនៅក្នុងដំណាក់កាលបែកគុំសកម្ម18ទៅ22ថ្ងៃបន្ទាប់ពីសាបព្រោះបងប្អូននឹងបង្កើនបរិមាណជីនៅពេលនោះដល់ទៅប្រហែល10-12គីឡូក្រាមក្នុង 1A 1000 ម៉ែត្រការ៉េបើនៅដំណាក់កាលចេញផ្កាបងប្អូនដាក់ជីប្រមាណ8ដល់10គីឡូក្រាមក្នុង 1A 1000 ម៉ែត្រការ៉េដូច្នេះយើងនឹងជួយឲ្យដើមស្រូវបង្កើនបានជីវជាតិនៅក្នុងលក្ខណៈពុលអំបិលជាចុងក្រោយដើម្បីបង្កើនភាពធន់នឹងការពុលអំបិលរបស់ស្រូវខ្ញុំស្នើបងប្អូនអាចបាញ់ថ្នាំប្រាស៊ីម៉ូលីតហូម៉ូននៅក្នុងកំហាប់ 0.05 ដល់ 0.1 មីលីក្រាមក្នុង1លីត្រដែលអនុវត្តទៅតាមការណែនាំរបស់អ្នកផលិតដើម្បីដឹងច្បាស់ថាតើទៅប្រើប្រមាណ cc លាយនៅទឹកសម្រាប់មួយធុងទឹកបាញ់ថ្នាំដើម្បីទទួលបាននៅកំហាប់នេះមូលហេតុដែលយើងត្រូវបាញ់ថ្នាំអរម៉ូននេះទៅលើដើមស្រូវគឺដើម្បីបង្កើនអាស៊ីតអាមីណូមួយឈ្មោះប្រូលីននេះនឹងជួយឲ្យដើមស្រូវបង្កើនភាពធន់នឹងប្រៃនិងការពារស្រូវពីការពុលដោយអំបិលខ្ញុំក៏មានសំណើគួរចាប់អារម្មណ៍ដល់បងប្អូនថានៅពេលដែលដំណាំស្រូវរបស់យើងរងការពុលអំបិលត្រូវតែពិនិត្យមើលភាពប្រៃនៅក្នុងទន្លេនិងប្រឡាយជាប្រចាំដោយសារទឹកប្រៃនៅក្នុងទន្លេនិងប្រឡាយមិនថិតថេរនោះទេមានពេលខ្លះទឹកចុះទាបទឹកសាបពីប្រភពខាងលើហូរចុះមកពេលនោះយើងនឹងមានទឹកសាបឬទឹកដែលមានជាតិប្រៃទាបនោះយើងនឹងផ្លាស់ប្ដូរទឹកនៅក្នុងស្រែរបស់យើងដើម្បីផ្ដល់ឱកាសឲ្យដំណាំស្រូវរបស់យើងមិនទទួលរងការពុលអំបិលកាន់តែធ្ងន់ធ្ងរនេះជាចំណាប់អារម្មណ៍ដែលយើងគួរយកចិត្តទុកដាក់សូមជូនពរឲ្យបងប្អូនទទួលបានជោគជ័យនៅក្នុងការអនុវត្តការណែនាំទាំងនេះសូមជម្រាបលាបងប្អូនតើការពុលអំបិលក្នុងដើមស្រូវមានរោគសញ្ញាអ្វីខ្លះក្នុងករណីស្រែមានជាតិប្រៃប៉ុន្តែនៅក្នុងទន្លេព្រែកនិងស្រះមានទឹកសាបបងប្អូនគួរប្រហូរទឹកប្រៃជាបន្ទាន់ចេញពីស្រែហើយបញ្ចូលទឹកសាបជំនួសវិញហើយក្នុងករណីប្រឡាយទឹកក៏មានជាតិប្រៃដែរប៉ុន្តែកម្រិតប្រៃទាបជាងនៅក្នុងស្រែទឹកក្នុងស្រែមានកំហាប់ប្រៃជាងបងប្អូនត្រូវបង្ហូរទឹកស្រែចេញហើយជំនួសវិញដោយទឹកដែលមានកម្រិតប្រៃទាបជាងបន្ទាប់មកដាក់ជីសញ្ញាក្បាលក្របីសម្រាប់ដីជូរនិងប្រែប្រមាណ5ដល់10គីឡូក្រាមក្នុង 1A ឬប្រើកំបោរ20-30គីឡូក្រាមដើម្បីកាត់បន្ថយការពុលជាតិដែកព្រោះទឹកអំបិលចូលក្នុងដីនឹងរុញជាតិដែកចេញយ៉ាងច្រើនអាស្រ័យទៅតាមដំណាក់កាលនៃស្រូវពុលអំបិលដើម្បីដាក់ជីក្បាលក្របីសម្រាប់ស្រែស្រូវនិងបង្គាដើម្បីផ្ដល់សារធាតុចិញ្ចឹមដល់ស្រូវដូចខាងក្រោមស្រូវចាប់ពី7-10ថ្ងៃក្រោយសាបព្រោះ
ដាក់ជី8គីឡូក្រាម 1A 1000 ម៉ែត្រការ៉េស្រូវពី18ដល់22ថ្ងៃក្រោយសាព្រោះដាក់ជីចាប់ពី10ដល់12គីឡូក្រាម 1A 1000 ម៉ែត្រការ៉េស្រូវត្រៀមចេញកាត់ដាក់ជីពី8ដល់10គីឡូក្រាម 1A 1000 ម៉ែត្រការ៉េបាញ់ថ្នាំអរម៉ូនរ៉ាស៊ីណូលីតក្នុងកម្រិតកំហប់ 0.05 ដល់ 0.1 មីលីក្រាមក្នុង1លីត្រដើម្បីបង្កើនការធន់នៅអំបិលរបស់ស្រូវគួរយកចិត្តទុកដាក់ថានៅក្នុងអំឡុងពេលស្រូវរងពលអំបិលចាំបាច់ត្រូវតាមដានជានិច្ចកាលនៅព័ត៌មានជាប្រចាំដើម្បីដឹងថាពេលណាមានទឹកសាបឬទឹកដែលមានជាតិប្រៃទាបដើម្បីជំនួសទឹកប្រៃនៅក្នុងស្រែជាសញ្ញាក្បាលក្របីមិត្តដ៏ស្មោះរបស់ជាកសិករ